ជំរាបសួរនិងសួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីថ្ងៃនេះយើងនឹងបន្តវីដេអូមួយទៀតជាមួយនឹង Command Linux របស់យើងដែលថ្ងៃនេះយើងនិយាយអំពីការបង្កើត user ជាមួយនឹង group management របស់យើងអញ្ចឹង lesson note របស់យើងទី5របស់យើងថ្ងៃនេះមានuser and group management អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលតាមដល់ទៅជាមួយនឹង comment ទី1របស់យើងដែលយើងនិយាយអំពី user add user អញ្ចឹងឬក៏ create user ហ្នឹងយើងអាចប្រើ comment មួយនេះបានចាឥឡូវខ្ញុំសាកតាមមើលឥឡូវខ្ញុំ login មួយសិន login ចូលរួចចុះមកថាខុសមកថាខុសមែនអូខេឥឡូវខ្ញុំចូលបានហើយខ្ញុំ clear ចោលមួយសិនអូខេអញ្ចឹងទី1របស់យើងវិញយើងនិយាយអំពីស្អីគេការ create user អញ្ចឹងយើងអាចប្រើ comment add user ជាមួយនឹងadd user របស់យើងអញ្ចឹងឥឡូវខ្ញុំសាក add user តែម្ដងទៅយើងប្រើជាមួយនឹង comment user add បន្តមកទៀតដាក់ឈ្មោះ user របស់យើងដាក់ថាអូខេដាក់ថា user 01ចុះមកហត់ហើយអញ្ចឹងឥឡូវLinux នឹងបង្កើត UID ឲ្យយើងជាមួយនឹង primary group ជាមួយនឹង home directory ជាមួយនឹង default share ឲ្យយើងផងដែរអញ្ចឹងឥឡូវយើងសាកទៅមើល group user ដែលយើងមកបង្កើត ID user 001អូខេអញ្ចឹងយើង user មួយជាមួយនឹងមាន share ជាមួយនឹង group របស់យើងដែលជា user មួយហ្នឹងហើយឥឡូវយើងសាក ls មើលយើងសាកលេខមើលចូលទៅមើលនៅក្នុង home directory ចុះអូខេអញ្ចឹងយើងមានឈ្មោះរបស់ខ្ញុំអានេះ user គ្រប់ឈ្មោះជាមួយនឹង user មួយដែលយើងត្រូវបានបង្កើតនៅហ្នឹងចាំមើលយើងនឹងមើល comment បន្តទៀតដែលយើងនឹងធ្វើការបង្ហាញនៅថ្ងៃនេះទី2គឺការ add user ជាមួយនឹង create user with comment អញ្ចឹងនេះគឺជាការ user បដាប៉ុន្តែយើង comment ថាអានឹង user ជា user អីគេអញ្ចឹងឥឡូវខ្ញុំ create comment sorry add comment user add comment with user with comment អញ្ចឹងយើងដាក់ /c មកបន្តមកទៀតប្រើជាមួយនឹង comment អញ្ចឹងដាក់អីគេhello user 2ចុះអាហ្នឹងគឺhello user 2បន្តមកទៀតដាក់ថាuser 2របស់យើងអូខេអញ្ចឹងឥឡូវយើងចង់ដឹងថាយើងបានបង្កើតជោគជ័យអត់ឬក៏យើងនេះជោគជ័យអត់ឥឡូវយើងអាចប្រើជាមួយនឹង comment អីយើងមាននៅក្នុង channel របស់យើងអត់ដូចជាអត់មានទេឥឡូវខំមើលម្ដងទៀតដូចជាមានអត់ទេដូចជាអត់មានទេឥឡូវយើងសាកប្រើជាមួយនឹង comment ខាងលើឆែកមើលខាងលើមកវាមានអត់ ID user 2អូខេអញ្ចឹងមានដូចគ្នាអានេះគ្រាន់តែជាការបង្កើត user ដល់ add comment ឲ្យវាតែប៉ុណ្្នឹងទេអញ្ចឹងយើងបន្តមកទៀតជាមួយនឹង comment ទី3ដែលយើងនិយាយអំពីpassword ឬក៏ put a password for user put ឬក៏ change password ឲ្យ user អញ្ចឹងយើងអាចប្រើនៅ comment មិញបានដូចដែលហ្នឹងយើងប្រើជាមួយនឹង comment passvd ជាមួយនឹង passvd ជាមួយនឹង user ដែលយើងចង់ដាក់ put password ឲ្យវាឥឡូវខ្ញុំដាក់ទី1ចុះអូខេអញ្ចឹង new password ដាក់ថា u ចោលអត់អានេះអត់ឃើញទេ user 1ដាក់01ដាក់ចោលអូខេបែប password password is short ថាដែល6ជំរឹកថាអូយថា password យើងកាពេកឥឡូវខ្ញុំដាក់ថាម្ដងទៀត user 010101អូខេអញ្ចឹងpassword do not match គេថា password មិនយើងដាក់ password ខឹងហើយប៉ុន្តែគេថា password យើងកាពេកឥឡូវយើងដាក់ password ម្ដងទៀតចាroot localhost ឥឡូវខ្ញុំខ្ញុំសិនអូខេឥឡូវខ្ញុំសាកដាក់ password ថ្មីឲ្យវាមិនដាក់ password កាពេកវាអត់ចូលវាយកប៉ុន្តែយើង reset វាខុសអូខេឥឡូវម្ដងទៀតដាក់ password នេះយើងដាក់ password កាអណ្ដើរទីទូវាខុសទៅឥឡូវយើងតែអណ្ដើរឡើង user.01 អូខេអញ្ចឹងយើងអាច password ឲ្យវាជោគជ័យហើយអ
chứ như bạn đã add password ai user មួយ mình giờអត់តឲ្យលេខ2ទេអញ្ចឹងយើងមើលមិន comment បន្តទៀតគឺជាមួយនឹង comment ជាមួយនឹង comment នេះ comment cat etc ជាមួយនឹង password អញ្ចឹងគឺ cat etc នឹង file ជាមួយគេគឺដើម្បីគឺរក្សាទុកនៅ user info របស់យើងហើយកន្លែងពពួកcat user etc shadow នេះអញ្ចឹងវានឹងរក្សាទុក password encrypt password ឲ្យយើងចឹងខ្ញុំអត់តេស្តឲ្យមើលទេកន្លែងនេះ modify user កន្លែងនេះuser mode នេះគឺមានន័យថាវាកែ comment user ឲ្យយើងឥឡូវខ្ញុំដាក់ថាឥឡូវខ្ញុំចង់តេស្តមួយនឹង comment មួយនេះ user mode ឥឡូវចង់តេស្ត user mode តមកទៀតសេខុសទៅ user mode បន្តមកទៀតដាក់ថា hi user 2 បន្តមកទៀតខ្ញុំដាក់ជាមួយនឹង user 2 របស់ខ្ញុំអញ្ចឹងអានឹងគឺការ comment user យើងបានបង្កើតមុនហ្នឹងឥឡូវយើងចង់តេស្តមើលជាងឲ្យ comment grabs បន្តមកទៀតដាក់ថា user 2 យើងដាក់ថា user 2បន្តមកទៀតគឺចូលទៅក្នុង directory etc របស់យើងបន្តមកទៀតថា password នេះវាអត់អញ្ចឹងវានឹងបដូរពី hello មកឲ្យ user 2វិញអញ្ចឹងឥឡូវយើងមកតទៅមើល comment បន្តទៀតដែលយើងនឹងធ្វើការបង្ហាញuser ID កន្លែងនេះយើងតេស្តរួចហើយគឺ user ID នេះគឺតេស្តនៅពេលដែលយើង create password មិញហើយcreate នេះហើយអូខេកន្លែងនេះគឺជាការ comment បន្តគឺ user mode .u នេះមានន័យថាគឺយើងឆេង ID ដូរនៅ UID របស់ user យើងឥឡូវខ្ញុំចង់ដូរថាឥឡូវខ្ញុំតេស្តមួយសិនតេស្តមើល user ID មួយសិនអូខេអញ្ចឹងuser ID វា1002ឥឡូវខ្ញុំចង់ដូរ UID របស់វាអញ្ចឹងខ្ញុំប្រើជាមួយ user mode បន្តមកទៀតគឺដក u បន្តមកទៀតដាក់ថាឥឡូវដាក់ថា101ចុះបន្តមកទៀត user 01អូខេអូគេថា ID ហ្នឹងមានហើយអញ្ចឹងឥឡូវដូរដាក់ ID ផ្សេងមកបន្តមកទៀតដក u ដាក់ថាលេខ111ចុះឥឡូវមានទៀតអត់ user 01អូខេឥឡូវយើងសាកមើល list ទៅមើល user 01របស់យើងវាដូរ ID អត់អូខេអញ្ចឹងយើងបានដូរ ID របស់វាបានជោគជ័យហើយយើងមើលបន្តទៀតជាមួយនឹង comment បន្តទៀតគឺ set expire date user អញ្ចឹងយើងចង់ដាក់ថាឲ្យ user នឹងវា expire នៅថ្ងៃណាលើពីថ្ងៃដែលយើង login ហ្នឹងអញ្ចឹងកន្លែងនេះយើងអាចតេស្តបានគួរតេស្តមើលអត់អូខេតេស្តបានឥឡូវ clear មួយសិនចាស់កុំឲ្យនិយាយញ៉ៃអញ្ចឹងយើងគ្រាន់តែដាក់ថា user mode ដដែលទេ comment របស់វា user mode បន្តមកទៀតគឺ dash e បន្តមកទៀតយើងចង់ដាក់ថា2020 26ខែ5ដាក់ថ្ងៃទី1ចុះសម្រាប់user 01អូខេ user 01អញ្ចឹងអូខេអញ្ចឹងឥឡូវយើងឆាកនេះមើលមាន comment សម្រាប់តែយើងមើលអត់មាន comment អត់ឆាកមើលសិនអូខេមាននេះគឺយើងអាចប្រើ comment នេះដើម្បីឆែកមើលថានេះវាត្រូវអត់អញ្ចឹងយើងអាចប្រើ comment change ហើយមុននឹង comment secondary comment change បន្តមកទៀត user 01ដែលយើងបាន satisfy វាសេខុសទេមិនមកពីយើងវាយខុសទេមកពីយើងសេខុសហើយអញ្ចឹងavoiding នេះminimum password នេះយើងនឹង set ឲ្យinteract expire password ជាមួយនឹង account របស់យើងអញ្ចឹងខ្ញុំចង់ដាក់ទេឥឡូវខ្ញុំបាត់វិញទៅវិញអូឥឡូវខ្ញុំសាក់បិទចុះអូខេអញ្ចឹងខ្ញុំអត់បាន add ឲ្យវាទេឥឡូវខ្ញុំ clear ខ្ញុំបន្តទៅ comment មួយទៀតគឺ change home user យើងនឹងមាន
change home user ឥឡូវយើងសាកទៅមើល change home user តើវាណាមិញអញ្ចឹងវានៅកំណត់វានឹង set home directory ផ្ទាល់ឲ្យ user របស់យើងអញ្ចឹងខ្ញុំអត់តេស្តទេ comment នេះបន្តមកទៀតគឺអឺ command change i user គឺ display user information អានេះវាស្តៀងជាមួយនឹងពួក id ដែលយើងបានតាំងបង្ហាញដូចជា expire info ឲ្យយើងដែរឥឡូវយើងតែអស់គ្នាទៅ user sorry change ដល់ l ដល់ l ឬក៏ដល់ i ឥឡូវយើងតាក់ដល់ l ចុះ l user 1អូខេអញ្ចឹងវានឹង show អ្វីដែលយើងបាន set ថាវានឹង expire នៅពេលណាអញ្ចឹងបន្តទៀតជាមួយនឹង command .l ម្ដង .l គឺយើងប្រើជាមួយនឹងសម្រាប់ log user អញ្ចឹងឥឡូវយើងសាក log user ទី2ចុះយើងចង់ធ្វើការទី1ច្រើនអញ្ចឹងយើងយកទី2អញ្ចឹងយើងប្រើ command user mode .l បន្តមកទៀតគឺ user 2អូខេអញ្ចឹងវា command ឲ្យយើងច្រើនតែម្ដងអញ្ចឹងឥឡូវយើងអត់ចង់មើលវាទេយើងខ្វល់មើលវាទេឥឡូវយើងសាកតែទៅមើលcommand user 2របស់យើងវាបាន log អានេះអូខេយើង have for more information drive shift have ហើយយើងវាយជាមួយនឹង command ខុសបានវាចេញផ្សេងទៅឥឡូវយើងក៏ខ្វល់វាយើងទៅ command បន្តទៀតអានេះយើងដឹងថាគឺការ log user អញ្ចឹងអានេះបន្តមកទៀត import .l .l ដើម្បី log user ប៉ុន្តែយើងប្រើ -u វិញជាមួយនឹងដើម្បី unlock វិញឥឡូវយើងសាកតាំងម្ដងទៀតចុះហេតុអីបានវាអត់ដើរឬក៏ខ្ញុំវាយ command ខុសឥឡូវយើងសាក log ទី1 user ទី1សិនsorry user mode យើងសាក log ទៅលើ user 2នោះសិនដល់ .l បន្តមកទៀតគឺ user 01អូខេឥឡូវប្រហែលយើងសាកតាំងមើល CPU បន្តមកទៀតថា user 2ដែលយើងបាន log វិញខ្ញុំវាយប្រហែលជាវាយ command ខុសឥឡូវសាកតា command dash មួយទៀតអូខេអញ្ចឹងយើងនេះហើយយើងអាច log បានហើយឥឡូវយើងចង់ unlock វិញយើងចង់ unlock វិញយើងបើក cd បើក slash មួយមកអូខេចូលទៅក្នុង root វិញអូខេអញ្ចឹងយើងចូលមកក្នុង root យើងវិញយើងអត់ចូលទៅក្នុង home ទេយើងចេញពីការ home នោះអូខេអញ្ចឹងចូលមកដល់ root យើងវិញហើយអូខេអញ្ចឹងយើងមកតជាមួយនឹង command បន្តទៀតដូចជា add user with no login shell អញ្ចឹងអានោះមានន័យថាម៉េចគឺ user មិនអាច login បានទេអានឹងប្រើជាមួយនឹងសម្រាប់service account ទេអញ្ចឹងយើងអាចតេស្តបានទី2គឺការបង្កើតជាមួយនឹង home directory អញ្ចឹងយើងបង្កើត user add user with head home directory មានន័យថាយើងមិនបង្កើត home directory ទៅឲ្យ user មួយនឹងទេឥឡូវយើងសាកតេស្តទៅ user add dot ដាក់ស្អឹងដាក់ថា no user ចុះឈ្មោះលយមែនតើ no user អូខេឥឡូវយើងអាចសាកតេស្តមើលវាមើលls home មើលវាមានអត់no set for directory មានហើយឥឡូវយើងសាកប្រើតេស្តមួយទៀតគឺ ls ឥឡូវវាចេញអត់វាចេញឲ្យយើងច្រើនមែនតើអញ្ចឹងយើងអត់ដឹងស្អីខ្លះទេអញ្ចឹងឥឡូវយើងសាកប្រើជាមួយនឹង command មួយទៀត home ហើយតមកទៀតប្រើជាមួយនឹង grab ម្ដងមើលទៅវាចេញអត់ grab user grab no user ហ្នឹងហើយអញ្ចឹងវាអត់មាន file ឬក៏ directory យើង access ចូលទេ
បន្តមកទៀតគឺយើងប្រើជាមួយនឹង command អីទៀតជាមួយនឹង command find user កន្លែងនេះ find user សូមឲ្យយើង find user ទេបើយើងអត់ចង់ find យើងស្គាល់ user របស់យើងវិញហើយយើងអត់ចង់ find ទេឥឡូវយើងចូល command បន្ទាប់ដែរជាមួយនឹង user delete ឬក៏ delete user ហ្នឹងអញ្ចឹងយើងសាកប្រើជាមួយនឹង command user ដែលបន្តមកទៀតយើង delete user ទី2ចុះ user ទី2 is currently used by process 2.0.3មានន័យថាអូយើងកំពុងតែធ្វើការជាមួយនឹង user ហ្នឹងឥឡូវយើងសាកទៅលើ user delete ទៅលើពពួកមិនដែលយើងថា no user ហើយយើងបានបង្កើតតែមាន delete ទេអូខេអញ្ចឹងយើងអាចហើយយើងលុប user ហ្នឹងបានហើយខ្ញុំ clear ចោលមួយទៀតចុះអូខេអញ្ចឹងយើងមើលទៅលើពពួកនេះឥឡូវយើងចង់ទៅមើលទៅលើ home ខុសទៀត ls អូខេអញ្ចឹងយើងបានជាមួយនឹង no user របស់យើងហើយដែលយើងបាន delete ចោលមួយអញ្ចឹងយើងបន្តទៀតជាមួយនឹង command របស់យើងទៀតមានអីគេទៀតមានយើងចប់ហើយជាមួយនឹងការ delete user របស់យើងឥឡូវយើងចូល group primary group អញ្ចឹង primary group is a group that assigns file អានេះតើតើជាមួយនឹង primary group ជាមួយនឹងអីទេអញ្ចឹងកន្លែងនេះ marketing សម្រាប់ group សម្រាប់ create user and add user to groups primary groups អូខេអញ្ចឹងយើងចូលមកដល់ example យើងពេលដែលយើង example យើងបង្កើត group អីទៅវាចូលមកអានេះទាំងអស់អញ្ចឹងយើងដំបូងដែលយើងត្រូវធ្វើមុនគេអញ្ចឹងគឺអញ្ចឹងដំបូងមុនគេដែលយើងត្រូវធ្វើគឺទីមួយគឺការ add បង្កើតនៅ10 user ជាមួយនឹង10 group ឥឡូវយើងធ្វើការជាមួយ10 user សិនអញ្ចឹង user add ដាក់ថា u មួយចុះ2ដាក់ u 2 user add u 3 user add ច្រើនណាស់មែនតើដល់10ដល់10 user 4 user 5ហើយអាចមើលបានដល់ជុំទេ user user 8 user add user add 10ignore អូ ignore នៅពេលដែលយើងបង្កើត user 10 invalid username អូគេដល់យើងដាក់ឲ្យលេខទេយើងភ្លេចជាមួយនឹងដាក់ username ដាក់ u 10ទេវាអត់ឯងឥឡូវបន្ទាប់ខ្ញុំបង្កើតឡើងខ្ញុំចង់តេស្តមើលទៅយើងបានបង្កើតអត់អូខេអញ្ចឹងមាន user យើងដល់ user លេខ10អញ្ចឹងទៅហើយខ្ញុំព្រាចង់មកចាស់ចាំមើល comment គេឲ្យយើង requirement ឲ្យយើងធ្វើអីទៀតអញ្ចឹងeach user have current group channel to fill primary try to create and file directories set user as root អញ្ចឹងយើងអត់មានធ្វើការអីជាមួយនឹងពួក user ទេយើងគ្រាន់តែចង់បង្កើតជាមួយនឹង10 group ទៀតអញ្ចឹងអូខេអញ្ចឹងយើងអាចបង្កើត10 group បានគ្រាន់តែយើងប្រើនៅ command ឥឡូវយើងមើលសិនអត់ចាំ command ទេយើងអាចបង្កើតជាមួយនឹង command group add ទេណាមើលសិនplan ណា group add ឃើញចឹងនេះអូខេអញ្ចឹងយើងអាចប្រើជាមួយនឹង command group add ដើម្បីបង្កើត group ឲ្យយើងបានអញ្ចឹងឥឡូវខ្ញុំនេះចុះ
group add data G1 ឥឡូវខ្ញុំសាក copy paste ឲ្យវាដើរអត់បើវាដើរអញ្ចឹងយើងចំណេញពេលណាយកចាំបាច់សេច្រើនយើងអត់ឲ្យនេះទេអញ្ចឹងសេខ្លួនឯងមក group add G2 group add T3 group add G4 group G4 is already on my view G5 ហើយចឹងខ្ញុំបានបង្កើតជោគជ័យហើយគ្រប់របស់យើងទាំង10ជាមួយនឹង user 10ឥឡូវសាកលេខមកសិនមានអត់អូខេចឹងខ្ញុំបាន user របស់យើងច្រើនហើយតែឥឡូវយើងចង់ទៅមើល verify គ្រប់ម្ដងអញ្ចឹងយើងអាចប្រើមិនពពុះ get and ជាមួយនឹងគ្រប់របស់យើងជាមួយគ្រប់របស់យើងបន្តមកទៀតប្រើជាមួយនឹង grab ហើយ grab ជាមើលឆាននៅទៅមើលគ្រប់របស់យើងនេះគឺជាគ្រប់របស់យើងដែលយើងបានបង្កើតវិញអញ្ចឹងអូខេអញ្ចឹងទី3ដែលយើងត្រូវធ្វើគឺអីគេគឺ each user have 5 secondary groups អញ្ចឹងឥឡូវយើងអាចប្រើជាមួយនឹង command អូខេអញ្ចឹងeach user file each user អញ្ចឹង user នីមួយៗមាន10មាន5 secondary group អញ្ចឹងយើងអាចប្រើជាមួយនឹង command user mode ប្រើជាមួយនឹង user mode បន្តមកទៀតគឺដាក់គ្រប់ឲ្យវាដាក់ G1 G2 G3 G4 G5 អូខេដាក់5ទៅឲ្យ user ទាំងរបស់យើងអូខេអញ្ចឹងយើង set ខុសឬក៏ user option user mode ខ្ញុំមើលសិនទៅខុសអីអត់អូខេអញ្ចឹងឥឡូវយើងសាកឆែកមើលតើបើសិនជាវាខុសឬក៏ត្រូវយើងអាចតាម groups មានអារម្មណ៍ថាខ្ញុំភ្លេច comment មួយចំនួនហើយណាអូខេអញ្ចឹងវាមានតែមួយរបស់វាទេឥឡូវខ្ញុំភ្លេចហើយខ្ញុំបាន comment ខុសអូខេខ្ញុំបាន comment ខុសមែនឥឡូវយើងបន្តទៀត user mode បន្តមកទៀតភ្លេចខ្ញុំភ្លេចដាក់ G ឲ្យវាG រត់ថា G1 G2 G3 G4 G5 ទៅឲ្យ user 1ឥឡូវយើងតើមើលដាក់ថា group ឲ្យ u1 អូខេអញ្ចឹងមានអ្វីដែលយើងបាន add វិញបានវាចូលហើយអញ្ចឹងសម្រាប់ពពួក user 2 user 3 user 4យើងអាចធ្វើបានដូចគ្នាគ្រាន់តែយើងដូរតា user ចុងក្រោយទៅវាញ៉ាយអញ្ចឹង change the default primary of each user អញ្ចឹង change primary group នឹង change ធ្វើម៉េចអញ្ចឹងយើងមើលទៅលើ primary group មុនសិនឥឡូវយើងទៅមើលទៅលើយើងចង់ធ្វើការមួយទៅលើ ID ឆែកមើលទៅលើ U1 អញ្ចឹងវាមានពពួកហើយ UID របស់វាដែលជា1112ដែលយើងបាន set ហ្នឹង1112សម្រាប់ UID ហ្នឹងអញ្ចឹង group សម្រាប់ U1 ហើយមាន G1 មាន102គឺជាលេខ ID របស់ group នីមួយៗអញ្ចឹងយើងអាចបង្កើតជាមួយនឹង file មួយសម្រាប់ពេលដែលយើងមុននឹងបដូរទៅ primary ហ្នឹងអញ្ចឹងឥឡូវខ្ញុំសាកបង្កើតជាមួយនឹង Azure សម្រាប់បង្កើត file បន្តមកទៀតហើយជាមួយនឹងនៅក្នុង U បន្តមកទៀតដាក់ថាយើងអាចបង្កើត file ចោលមួយចុះដាក់ថា touch ឥឡូវដាក់ before ដែលយើងទៅដាក់ txt ចុះអូខេអញ្ចឹងខ្ញុំបានបង្កើត file txt ចោលមួយទៀតយើងបង្កើតមួយទៀតបង្កើត directory មួយទៀតគឺដាក់ before ដាក់ before directory ចុះមួយទៀតឥឡូវសាក ls មើលមើលវាមានអត់
អូខេអញ្ចឹងវាមានអ្វីដែលយើងបាន add វិញអញ្ចឹងអូខេអញ្ចឹងឥឡូវយើងអាចផ្លាស់ប្ដូរគ្រប់បានធ្វើម៉េចអញ្ចឹងយើងអាចឥឡូវខ្ញុំ clear ចោលមួយសិនអញ្ចឹងយើងអាចប្រើនៅ command easy បន្តមកទៀតអានេះ log out ហើយអញ្ចឹងយើងប្រើមួយជាមួយនឹង user បន្តមកទៀត user mode បន្តមកទៀត .g ដើម្បីយើងបន្តមកទៀត g6 primary g6 ទៅឲ្យ user មួយយើងអូខេអញ្ចឹងឥឡូវ verify id verify អអូខេអញ្ចឹងមាន G6 របស់យើងនេះ1100 1127ឥឡូវយើងមើល refine របស់វាទៀតto create file directory before and after checking primary អញ្ចឹងយើងបាន create before រួចហើយអញ្ចឹងឥឡូវយើងចង់បង្កើតនៅ after checking primary វិញអញ្ចឹងខ្ញុំ clear មួយសិនដើម្បីគេafter checking ម្ដងអញ្ចឹងខ្ញុំប្រើទៅលើ su ទៅលើដដែលទេទៅលើ user ទី1ដដែលទេអញ្ចឹង login អូខេអញ្ចឹង user ទី1ដដែលទេអញ្ចឹងឥឡូវខ្ញុំសាកកាត់ tag file ឲ្យវាមួយទៀតបង្កើតនៅ after ម្ដង after gat ជាមួយនឹងបង្កើតនៅ directory ឲ្យមួយទៀតជា after វាចុះហើយខ្ញុំសាក link មើលអូខេអញ្ចឹងមានជាមួយ after ជាមួយនឹង before ជាមួយនឹង before directory ហ្នឹងដែរអញ្ចឹងអូខេឥឡូវយើងអូខេអញ្ចឹងយើងបាននេះទៅហើយបានបង្កើតទៅពេលដែលយើងafter ជាមួយដែលយើង before រួចហើយអូខេអញ្ចឹងមានយើងបានគ្រប់អស់ហើយខ្ញុំ clear ចោលទៀតបន្តមកទៀតគឺយើងមកមើល requirement ចុងក្រោយរបស់គេគឺ set user that have permission as root អញ្ចឹងយើងទៅលើកន្លែងហ្នឹងអញ្ចឹងយើងធ្វើមកយើងធ្វើយើងអាចប្រើជាមួយនឹងខ្ញុំនឹកគិតសិន user as root អញ្ចឹងយើងអាចប្រើជាមួយនឹងពពួក user mode virtual i អញ្ចឹងយើងអាចប្រើជាមួយនឹង command មួយចំនួនមាននៅក្នុងនេះអត់អូខេកន្លែងហ្នឹងណែ group root កន្លែងហ្នឹងអត់មាននៅក្នុងនេះទេអញ្ចឹងអូខេវីដេអូរបស់យើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់ការសម្រាប់ requirement ចុងក្រោយខ្ញុំជម្រាបដល់អ្នកគ្នាអញ្ចឹងយើងនឹងបង្ហាញនៅវីដេអូបន្តអញ្ចឹងអរគុណដល់អ្នកគ្នាសម្រាប់ការមើលវីដេអូនេះ